Wow, đám ta bẩm bay khai tới mỗi năm promote Paul ban đọc 5 năm. អីដែលក្តីសម័យដែលយើងចង់ធ្វើគឺយើងចូលធ្វើទៅយើងសម័យថ្ងៃហ្នឹងប៉ុន្តែវាសម្រាប់អនាគតយើងជោគជ័យរបស់យើងនឹងថ្ងៃក្រោយទៀត Ôi,ល្អខ្លាំងមែនតើអូនដូចសួនផ្កាអញ្ចឹង ចា៎ នេះគឺជាតាពាំងបារាំងដែលទៅដកមិញហ្នឹងដើមវែងខ្លាំងមែនតើណាបើសិនជាយើងឃើញនៅក្នុងផ្សារវិញគឺប្រហែលជាដូចជាតែមួយទឹកពីរទឹកឯណាប៉ុន្តែដល់ពេលមកដកមែនតើមើលដើមដូចជាប្រហែលអូន3ទឹកឯមើលទៅទឹកជាងនេះកូន ចាហើយដើមមើលឡើងខ្ចីលហកតែម្ដងហើយគល់ដូចគល់សក្រីចាដូចគល់សក្រីបើសិនជាមិនបានមកឃើញផ្ទាល់ភ្នែកគឺមិនជឿទេថាតាពាំងបារាំងនេះគឺដាំនៅស្រុកខ្មែរយើងបងប្អូនដាំដោយបងអូនស្រីផ្ទាល់តែម្ដងចាឃើញគាត់ក្មេងស្អាតចិនស៊ីអញ្ចឹងណាប៉ុន្តែដាំតាពាំងគឺល្អខ្លាំងចាអញ្ចឹងអូនសូមជួយណែនាំតិចមើលថាចកាអូននៅណាហើយអូនឈ្មោះអីដែរអូនចាជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះសុកលីចកាតាពាំងបារាំងនេះនៅខាងខេត្តកញ្ចេះភូមិសម្បទានកាពីឃុំសំបុកស្រុកចិត្តបុរីចាបងមកដល់ឃើញដើមតាពាំងបារាំងបងគិតថាវាផ្កាដូចទឹកភ្លៀងអីអញ្ចឹងឃើញតែស្លឹកតែដល់ពេលដើមនេះល្អអូនអើយអូនជួយប្រាប់តិចមើលថាអូនដាំប្រហែលឆ្នាំហើយបានជាល្អយ៉ាងហ្នឹងអូនតាពាំងនេះយើងចាប់ដាំប្រហែលជាខ្ទង់2ឆ្នាំឯណាគ្រូចាដាំ2ឆ្នាំបានផលតែម្ដងដំណាំនេះ8ខែទៅ1ឆ្នាំទៅបានយើងប្រមូលផលបានតែនេះយើងតែងដើមបានចូល2ដងហើយក្នុងរយៈពេល2ឆ្នាំអូបានន័យថា8ខែទៅ1ឆ្នាំបានផលអញ្ចឹងបានផលរៀងលឿនដែរចាចុះអាយុកាលនៃការទទួលផលតើយើងប្រមូលផលបានប៉ុន្មានឆ្នាំដែរអូនតាំងពីយើងប្រមូលផលទៅ5-10ឆ្នាំទៅ20ឆ្នាំWow ដាំតែ8ខែទៅ1ឆ្នាំប្រមូលផលបាន15ឆ្នាំពិតជាអស្ចារ្យខ្លាំងមែនតើប៉ុន្តែទន្ទឹមនឹងភាពអស្ចារ្យហ្នឹងច្បាស់ជាត្រូវការម្ចាស់ចំការថែទាំខ្លាំងមែនតើហ្នឹងយើងត្រូវសួរអូនថាថែទាំបែបម៉េចដាំបែបម៉េចឲ្យវាល្អយ៉ាងហ្នឹងណាអញ្ចឹងសូមចាប់ផ្ដើមពីការដាំតែការដាំយើងយកពូជមកពីណាដែរអូនទី1ដំបូងយើងអត់ទាន់មានពូជអញ្ចឹងយើងត្រូវដើររកទិញពូជជាសិនចាពូជហ្នឹងបងគាត់យកមកពីដុំជ័យក៏មានខាងស្អាងបងខាងខេត្តស្អាងយើងហ្នឹងហើយមុនដំបូងដែលយើងទិញមកហ្នឹងក៏មានជួបបាត់ឯដែរវាអត់ដុះអត់អីដែរហើយនៅមួយទៀតគ្រាប់ពូជវារៀងថ្លៃដែរតែហើយយើងបានគ្រាប់ពូជមកដំបូងហ្នឹងយើងបដូរយើងជួបបញ្ហារៀងច្រើនដែរប៉ុន្តែដោយសារការស្រឡាញ់អញ្ចឹងយើងរៀងស៊ូបន្តិចប៉ុន្តែដល់ពេលយើងបានផលមកហើយគឺទទួលបានផលរៀងយូរគ្រាន់បើដែរចាចាប់ចំណុចដែលអូននិយាយថាដោយសារការស្រឡាញ់យុវវ័យភាគច្រើនអត់សូវស្រឡាញ់កសិកម្មទេតែអូនស្រឡាញ់កសិកម្មហេតុអីបានជាមានកត្តាជំរុញចិត្តបែបណាដែលធ្វើឲ្យអូនស្រឡាញ់កសិកម្មអញនិយាយថាយើងនៅស្រែចម្ការអញ្ចឹងយើងរករបរមួយណាដែលយើងអាចរកចំណូលបានរាល់ថ្ងៃចាយើងចាយទុនដំបូងយើងចាយទុនរៀងច្រើនមែនប៉ុន្តែមុខរបរដែលយើងធ្វើហ្នឹងគឺយើងទទួលបានចំណូលប្រាក់រាល់ថ្ងៃអញ្ចឹងអ្នកគ្រូយើងអត់ពិបាកទៅធ្វើស៊ីឈ្នួលឲ្យគេទេការងាររបស់យើងអាចថាយើងសម្រាប់ថ្ងៃណាយើងចង់សម្រាប់ក៏បានយើងធ្វើក៏បានអញ្ចឹងចាមានគំនិតតែបន្តិចប្រាក់ហូរចូលជាប្រចាំថ្ងៃតែម្ដងចាដូចបងអូនស្រីអញ្ចឹងណាចាប៉ុន្តែមិនមែនថាហូរចូលហ្នឹងគឺហូរចូលងាយទេតើតែគាត់ប្រឹងប្រែងគាត់ថាការទិញពូជដំបូងគឺគាត់ជួបផលវិបាកខ្លាំងមែនតើណាអាផលវិបាកពេលដំបូងហ្នឹងមិនខ្លាំងទេអូនចូលមកដល់ក្របខូចឬក៏ចំណាយច្រើនឬក៏បានមិនអូនទី1គ្រាប់ថ្លៃយើងអត់មានដើមទុនអីច្រើនទេអញ្ចឹងយើងត្រូវលុយដែលយើងមានយើងទៅទិញគ្រាប់មកប៉ះគ្រាប់ណាទៅអញនិយាយបានថាវារៀងយូរអញ្ចឹងទៅយើងយកមកបដោអត់ដោះទេអញ្ចឹងយើងត្រូវខាតទិញមកចឹងថាអាចនឹងទុនរបស់យើងអស់ទៅពាក់កណ្ដាលហើយប៉ុន្តែយើងអត់បោះបង់ទេអូនតស៊ូប្រហែលឆ្នាំដែរអូនបានដាំមកល្អអញ្ចឹងទៅយើងដំបូងយើងអត់មានបទពិសោធន៍ប៉ុន្តែយើងសួរអ្នកដែលគាត់មានបទពិសោធន៍មុនអញ្ចឹងទៅគាត់ចេះតែប្រាប់អញ្ចឹងទៅអាចថាមិនយូរទេអ្នកគ្រប់ទុំមួយឆ្នាំអីជាងទេចាតស៊ូមួយឆ្នាំជាងបានផល15ឆ្នាំឥឡូវនេះគាត់ទទួលបានទិន្នផល2ឆ្នាំរួចមកហើយអញ្ចឹងបន្ទាប់ទៀតពីការតស៊ូជោគជ័យរកពូជតាពាំងដែលល្អហើយតើអូនថែទាំបែបម៉េចទទួលផលជាប្រចាំថ្ងៃហ្នឹងចាទី1យើងត្រូវថែស្មៅវាចាព្រោះអីដំណាំនេះយើងអាចប្រើថ្នាំបានទេយើងអាចប្រើជីបានជីធម្មជាតិអញ្ចឹងណាអ្នកគ្រូប៉ុន្តែសម្រាប់ថ្នាំស្មៅគឺយើងអាចបាញ់បានទេគឺប្រើដោយដៃយើងត្រូវមានបងប្អូនគាត់អ្នកភូមិហ្នឹងទៅយើងគាត់តនេយើងអាចជួគាត់មកដកមកអីអញ្ចឹងទៅហើយណាមួយទៀតយើងពូនរងវាធ្វើម៉េចឲ្យវាខ្ពស់ហើយធ្វើម៉េចដីរបស់យើងត្រូវតែមានជីជាតិចាអញ្ចឹងការដាក់ជីសរីរាង្គអូនប្រើជីអីដែរអូនជីកំប៉ុស្តមេឌីរីតសញ្ញាក្បាលសឹងអ្នកគ្រូជីហ្នឹងទី1វាល្អហើយសម្បូរជីជាតិវានិយាយទៅត្រូវជាមួយនឹងដំណាំបន្លែហ្នឹងហ្មងអ្នកគ្រូហើយយើងធ្វើមិនបានមើលទៅឃើញថាល្អដោយសារយើងប្រើទៅបានផលល្អពិតៗហ្មងអ្នកគ្រូដោយសារយើងពេលយើងដាក់ទៅយើងក៏សម្គាល់ថាពេលយើងដាក់បានតែរយៈពេលខ្ទង់ 4-5 ថ្ងៃអីគឺតាពាំងរបស់យើងហ្នឹងវាចាប់ផ្ដើមដុះកូនមកច្រើនចាហើយយើងមើលទៅដីមើលទៅវាមានជីជាតិផុសល្អអញ្ចឹងណាអ្នកគ្រូខ្លះគេនិយាយថាដាក់កូនមកភ្លាមបានផលច្រើនអញ្ចឹងទោះតែជីគីមីអត់ទេអ្នកគ្រូក៏ពិតជីធម្មជាតិបែបហ្នឹងក៏ល្អដែរចាហ
ហើយណាមួយទៀតវាអត់ប៉ះពាល់ដោយការយើងហូបទេព្រោះអីតំណាំនេះយើងត្រូវការដកហងៃអញ្ចឹងយើងប្រើជីណាដែលអត់ប៉ះពាល់ដល់សុខភាពបងប្អូនទី1បទពិសោធន៍គឺយើងញ៉ាំខ្លួនឯងចាពេលដែលយើងញ៉ាំវាអត់មានចង់ថាវាអត់មានប៉ះពាល់អីដល់សុខភាពយើងធ្វើឲ្យយើងឈឺពោះឬក៏មានបញ្ហាអីផ្សេងទេរបស់ដែលចូលផ្សារទំនើបវាយើងមិនអាចយករបស់ណាដែលមានបញ្ហាអីចូលបានទេចាបើសិនជាបងប្អូនដាំបន្លែឬក៏ដាំដំណាំដែលត្រូវបេះជារៀងរាល់ថ្ងៃហើយចង់ឲ្យមានសុវត្ថិភាពខ្ពស់ទាំងអ្នកដាំនិងទាំងអ្នកហូបសូមប្រើជីកំប៉ុស្តមីដូរីសញ្ញាក្បាលសឹងចាជួយច្រើនខ្លាំងមែនទែនបងប្អូនដល់ដំណាំបងប្អូនធ្វើឲ្យដងដើមរឹងមាំស្លឹកលូតលាស់ក្រាស់ខ្ចីល្អចឹងជាមានផ្លែឬក៏ផ្កាទៀតគឺកាន់តែល្អត្រួយខ្ចីដូចជាតាពាំងបារាំងនេះអញ្ចឹងបងប្អូនហើយការនិយាយរបស់គាត់ហ្នឹងគឺគាត់មិនមែននិយាយតែមកទេណាគាត់បោះដុំឲ្យទៅម៉ូយផ្សារទំនើបដែលគេមានម៉ាស៊ីនសម្រាប់ពិនិត្យថាតើបន្លែរបស់គាត់ហ្នឹងសុវត្ថិភាពដែរឬអត់ចាបើសិនជាអត់សុវត្ថិភាពទេគឺផ្សារទំនើបអត់ទទួលយកទេចាហើយយើងបកមកវិញសម្រាប់តាពាំងបារាំងលក់ចូលផ្សារទំនើបបងជឿជាក់ថាលក់បានថ្លៃឯមែនទេអូនចាអាចប្រហែលបានតិចអូនតម្លៃបោះដុំខ្ទង់ប្រហែលប្រហែលដែរវាមានតាមលេខវាអ្នកគ្រូលេខ1អញ្ចឹងអាហ្នឹងលេខល្អអាចតម្លៃយើងបោះអាចជា20000ទៅ20000ជាងដែរហើយបើលេខ2អាហ្នឹងអាចបាន10000ជាង15000 18000អីដែរអ្នកគ្រូចាហើយតាមតាពាំងបារាំងយូរហើយហ្នឹងដែលជន់ជោអត់មានអ្នកទិញទេអូនភាគច្រើនអត់មានទេអ្នកគ្រូភាគច្រើនដកមកមានតែម៉ួយកំងហើយអត់បានគ្រប់ឲ្យម៉ួយវិញចាអញ្ចឹងអ្នកដាំញញឹមអត់ប្រព្រាយមកឡើងស្រស់តែម្ដងអត់ខ្វល់ទេថាសេដ្ឋកិច្ចយ៉ាងណាគឺគាត់ដឹងតែដាំចាគាត់សង្ងំនៅក្នុងចកាដឹងតែដាំតាពាំងបារាំងចាព្រោះថាទីផ្សារតាពាំងបារាំងគឺល្អមានអ្នកអាចនិយាយបានថាមានអ្នកដាំតិចឬច្រើនប៉ុន្តែមិនខ្វះអ្នកទិញអញ្ចឹងបងប្អូនបើសិនជាបងប្អូនចង់ធ្វើកសិកម្មហើយចង់សាក់លបងជាមួយនឹងតាពាំងបារាំងអាចសាក់លបងបានហើយតាក់ទងបងប្អូនស្រីបានគាត់នៅខាងកាចេះចាអញ្ចឹងបើសិនជាមានអ្នកចង់សួរអូនពីវិធីដាំឬក៏ចង់សុំរៀនសូត្រអីបានទេអូនចាបានអ្នកគ្រូអីដែលខ្ញុំមានបទពិសោធន៍ប្រហែលឆ្នាំហ្នឹងខ្ញុំអាចប្រាប់បានគឺខ្ញុំប្រាប់គាត់បានចាអរគុណច្រើនអូនជាចុងក្រោយនេះតើអូនមានពាក្យពេចន៍អីផ្ដាំទៅកសិករយើងចាជាចុងក្រោយខ្ញុំសូមអរគុណហើយអ្វីដែលខ្ញុំចង់ផ្ដាំទៅកសិករអីដែលក្តីសម័យដែលយើងចង់ធ្វើគឺយើងចូលធ្វើទៅយើងសម័យថ្ងៃហ្នឹងប៉ុន្តែវាសម្រាប់អនាគតយើងជោគជ័យរបស់យើងនឹងថ្ងៃក្រោយទៀតវ៉ាវល្អខ្លាំងមែនតើអូនចាពាក្យពេចន៍ដ៏សារមានន័យអញ្ចឹងបងប្អូនកុំភ្លេចណាបើសិនជាចង់ដាំតាពាំងបារាំងអាចតាក់ទងបងប្អូនស្រីបាននៅខាងកាចេះហើយបើសិនជាចង់ទិញជីដែលល្អៗកុំភ្លេចតាក់ទងនៅ page របស់យើងខ្ញុំចានៅពេលនេះអរគុណសូមជម្រាបលា